ខ្ញុំនឹងធ្វើនៅសេចក្តីអធិប្បាយបន្ថែមទៀតដើម្បីឲ្យអ្នកទាំងអស់គ្នាបានដឹងបានយល់ហើយបានត្រេះរិះពិចារណាបន្ថែមទៀតកាលបុគ្គលជាន់មុនកើតមកមានជីវិតជាមនុស្សមុនហើយបុគ្គលជាន់មុននោះក៏បានឃើញបានឮបានដឹងដោយការពាល់ត្រូវដោយអារម្មណ៍ទាំង6នោះតើការសន្មតរបស់បុគ្គលជាន់មុននោះជាការពិតដែរឬទេប្រកាសណាស់បុគ្គលជាន់មុននោះគាត់ដឹងច្បាស់ថាវាជាការសន្មតរបស់គាត់ដែលបានឃើញបានឮបានដឹងដោយការពាល់ត្រូវដោយអារម្មណ៍ទាំង6របស់គាត់ចំពោះបុគ្គលជាន់ក្រោយដែលកើតមកមានជីវិតជាខាងក្រោយវិញក៏ជាបុគ្គលមានអវិជ្ជាអំពីកំណើតមិនចេះមិនដឹងអំពីលោកនេះហើយបុគ្គលជាន់ក្រោយនោះក៏បានឃើញបានឮបានដឹងដោយការពាល់ត្រូវអារម្មណ៍ទាំង6នោះនិងការបានឃើញបានឮបានដឹងនៅការសន្មតរបស់បុគ្គលជាន់មុននោះហើយបុគ្គលជាន់ក្រោយនោះក៏មានសេចក្តីស្រឡាញ់ពេញចិត្តសេចក្តីត្រេកអរសេចក្តីរីករាយក្នុងការសន្មតរបស់បុគ្គលជាន់មុននោះហាពិតដូច្នេះពិតដូច្នោះចំពោះការសន្មតរបស់បុគ្គលជាន់មុននោះឯបុគ្គលជាន់ក្រោយដែលកើតមកមានជីវិតជាខាងក្រោយនោះក៏ធ្វើនៅសេចក្តីរីករាយសេចក្តីត្រេកអរក្នុងការសន្មតនោះថាពិតបុគ្គលជាន់ក្រោយនោះក៏បានឃើញបានឮបានដឹងជាមួយនឹងការសន្មតរបស់បុគ្គលជាន់មុននោះថាពិតដោយសេចក្តីស្រឡាញ់សេចក្តីពេញចិត្តក្នុងការសន្មតនោះបុគ្គលជាន់ក្រោយនោះក៏ធ្វើនៅសេចក្តីសន្មតនោះថាពិតថាមានលោកនេះពិតថាមានព្រះអាទិត្យពិតថាមានព្រះច័ន្ទពិតថាមានវងផ្កាយពិតថាមានទឹកពិតថាមានដីពិតថាមានភ្លើងពិតថាមានខ្យល់ពិតថាមានអាកាសពិតថាមានមនុស្សពិតថាមានសត្វពិតថាមានបុគ្គលពិតថាមានយប់ពិតថាមានថ្ងៃពិតថាមានភ្លៀងពិតថាមានបឹងពិតថាមានព្រែកពិតថាមានទន្លេពិតថាមានសមុទ្រពិតថាមានរុក្ខជាតិពិតថាមានជីវិតពិតនិងការសន្មតដ៏ច្រើនទៀតអំពីមនុស្សសត្វបុគ្គលកាលបើបុគ្គលជាន់ក្រោយពាល់ត្រូវដឹងអារម្មណ៍ទាំង6នោះហើយក៏បានឃើញថាមានមនុស្សសត្វបុគ្គលកើតមកមានជីវិតក្នុងលោកនេះកាលបើឃើញថាមានមនុស្សសត្វបុគ្គលពិតហើយបុគ្គលជាន់ក្រោយនោះក៏ធ្វើនៅសេចក្តីសប្បាយរីករាយត្រេកអរក្នុងការបានឃើញបានឮបានដឹងនិងការប្រស្រ័យជាមួយនឹងមនុស្សសត្វបុគ្គលទាំងអស់នោះទាំងបុគ្គលជាន់ក្រោយនោះជាអ្នកមិនចេះមិនដឹងអំពីលោកនេះអំពីសច្ចៈរបស់លោកនេះហើយក៏ធ្វើនៅការប្រស្រ័យក្នុងការបានជួបមនុស្សសត្វបុគ្គលក្នុងលោកនេះទាំងមិនស្គាល់ហេតុនៃការកើតឡើងរបស់មនុស្សសត្វបុគ្គលក្នុងលោកនេះដូចអ្នកឃើញស្រាប់ហើយកាលបុគ្គលកើតមកជាខាងក្រោយហើយបានទទួលនៅការសន្មតនោះថាពិត
នឹងមានបុគ្គលជាន់ក្រោយដ៏ច្រើនទៀតដែលកើតមកមានជីវិតជាមនុស្សតាមក្រោយបន្តទៀតនោះបុគ្គលទាំងអស់នោះក៏ធ្វើនៅការសប្បាយរីករាយក្នុងការប្រស្រ័យជាមួយគ្នាក្នុងការរស់នៅក្នុងលោកនេះទាំងអ្នកទាំងអស់គ្នាមិនបានដឹងថាបុគ្គលទាំងអស់នោះមានអវិជ្ជាដែលមានលោភៈទោសៈនិងមោហៈគ្របសង្កត់ដែលមានឧបកិលេសទាំង16គ្របសង្កត់ដែលមានលោកធម៌ទាំង8គ្របសង្កត់ដែលមានសេនារបស់មារគ្របសង្កត់ដែលមានកងទ័ពទាំង12គ្របសង្កត់ត្រង់ដែលអ្នកទាំងអស់គ្នាកើតមកមិនស្គាល់អំពីហេតុនៃការកើតឡើងរបស់មនុស្សដែលមនុស្សនេះមានអវិជ្ជាគឺការមិនចេះមិនដឹងអ្វីទាំងអស់អំពីលោកនេះតែអ្នកទាំងអស់គ្នាអាចអប់រំគ្នាដឹកនាំគ្នាឲ្យបានដល់បញ្ញាបានចេះបានដឹងក្នុងការរស់នៅក្នុងលោកនេះជាមួយនឹងការយល់ឃើញរបស់អ្នកទាំងអស់គ្នាបានមកអំពីការមិនចេះមិនដឹងអំពីការពិតរបស់លោកនេះឯអ្នកទាំងអស់គ្នាក៏បានកើតមកមានជីវិតជាខាងក្រោយហើយក៏បានទទួលនៅការសន្មតអំពីបុគ្គលជាន់មុននោះថាមានមនុស្សពិតថាមានសត្វពិតថាមានបុគ្គលពិតអ្នកទាំងអស់គ្នាក៏មានសេចក្តីសប្បាយរីករាយត្រេកអរក្នុងការបានឃើញបានឮបានដឹងដោយការពាល់ត្រូវអារម្មណ៍ទាំង6នោះហើយក៏ធ្វើនៅការប្រស្រ័យជាមួយមនុស្សសត្វបុគ្គលទាំងអស់នោះដោយសេចក្តីសប្បាយរីករាយតើអ្នកទាំងអស់គ្នាស្គាល់ការពិតអត់អំពីការកើតមកមានជីវិតជាមនុស្សនេះដោយដែលអ្នកទាំងអស់គ្នាបានឃើញថាមានមនុស្សកើតមានជីវិតក្នុងលោកនេះតើការពិតអំពីមនុស្សជាអ្វីបុគ្គលក្នុងលោកនេះក៏ធ្វើនៅការត្រេះរិះពិចារណាអំពីការកើតមកមានជីវិតជាមនុស្សនេះឬអ្វីទៅជាមនុស្សមានមនុស្សជាច្រើនដែលតាំងខ្លួនជាបណ្ឌិតជាអ្នកចេះដឹងឲ្យនិយមន័យអំពីអ្វីទៅជាមនុស្សប្រៀបដូចជាអ្នកទាំងអស់គ្នាអាចទៅស្រាវជ្រាវនៅក្នុងចំណេះដឹងផ្សេងអំពីមនុស្សដែលបានស្វែងយល់អំពីអ្វីទៅជាមនុស្សក្នុងលោកនេះអ្នកទាំងអស់គ្នាក៏ឃើញនៅបុគ្គលដែលមានចំណេះដឹងដែលអ្នកទាំងអស់គ្នាសម្គាល់ថាជាអ្នកចេះដឹងខ្ពង់ខ្ពស់ជាបណ្ឌិតជាសាស្ត្រាចារ្យគ្រប់ផ្នែកនៅក្នុងលោកនេះដែលឲ្យតម្លៃអ្វីទៅជាមនុស្សបណ្ឌិតទាំងអស់នោះគឺជាអ្នកសិក្សាស្រាវជ្រាវជាអ្នកមានបញ្ញាច្រើនដែលអ្នកទាំងអស់គ្នាសម្គាល់ថាជាបណ្ឌិតជាសាស្ត្រាចារ្យអាចជាអ្នកចេះដឹងផ្នែករូបវិទ្យាក៏មានអាចជាអ្នកចេះដឹងផ្នែកជីវវិទ្យាក៏មានអាចជាអ្នកចេះដឹងផ្នែកទស្សនវិទូក៏មានបុគ្គលទាំងអស់នោះក៏ធ្វើនៅការត្រេះរិះពិចារណានឹងការសន្មតជាមួយនឹងអ្វីដែលពួកគាត់បានឃើញបានឮបានដឹងតើអ្វីទៅដែលពួកគាត់បានឃើញបានឮបានដឹងបើសូម្បីតែឲ្យពួកគាត់ស្គាល់អំពីកាយរបស់ពួកគាត់នេះក៏ពួកគាត់មិនស្គាល់កាយរបស់ពួកគាត់ឲ្យអស់បើឲ្យពួកគាត់ស្គាល់អំពីចិត្តក៏ពួកគាត់មិនអាចស្គាល់អំពីចិត្តអស់បើពួកគាត់មិនអាចប្រើប្រាស់កាយនិងការប្រើប្រាស់ចិត្តឲ្យបានដោយបំណងរបស់ពួកគាត់ផងនេះតើពួកគាត់នឹងដឹងអ្វីទៅអំពីលោករបស់កាយនិងចិត្តនេះប្រសិនបើពួកគាត់មិនអាចបង្គាប់បញ្ជាទាំងកាយទាំងចិត្តឲ្យបានដោយបំណងរបស់ពួកគាត់ផងនោះ
តើពួកគាត់នឹងអាចស្គាល់អ្វីទៅជាកាយនិងចិត្តនឹងដែរឬបើពួកគាត់មិនចេះមិនដឹងអំពីការប្រើប្រាស់កាយនិងចិត្តនឹងតើពួកគាត់អាចទៅបង្រៀនបុគ្គលដទៃឬប្រាប់បុគ្គលដទៃអំពីកាយនិងចិត្តនេះបានដែរទេប្រសិនបើពួកគាត់មិនស្គាល់នៃការប្រើប្រាស់កាយនិងការប្រើប្រាស់ចិត្តនេះឲ្យបានត្រឹមត្រូវប្រសិនបើគាត់សិក្សាស្រាវជ្រាវអំពីកាយនេះហើយគាត់ក៏ដឹងថាកាយនេះវាធ្វើដំណើរប្រតិបត្តិយ៉ាងដូចម្ដេចចិត្តនេះប្រតិបត្តិយ៉ាងដូចម្ដេចតែពួកគាត់មិនអាចប្រើប្រាស់កាយនឹងឲ្យបានត្រឹមត្រូវមិនអាចប្រើប្រាស់ចិត្តនេះឲ្យបានត្រឹមត្រូវតើការសិក្សារបស់ពួកគាត់ដើម្បីអ្វីដែរហើយពួកគាត់ប្រាប់ទៅអ្នកទាំងអស់គ្នាថាពួកគាត់ជាអ្នកចេះដឹងអំពីកាយនិងចិត្តនេះហើយក៏ឲ្យនិយមន័យអំពីការកើតមកមានជីវិតអំពីមនុស្សជាអ្វីអំពីអ្វីទៅជាមនុស្សតើអ្នកទាំងអស់គ្នាមានការយល់ឃើញបែបណាដែរក្រោយអំពីបានដឹងនៅអ្វីដែលខ្ញុំបានប្រាប់ទៅកាន់អ្នកទាំងអស់គ្នានោះចំពោះអ្នកទាំងអស់គ្នាដែលកើតមកជាខាងក្រោយហើយទទួលបាននូវការសន្មត់ថាពិតទៅតាមបុគ្គលជាន់មុនដែលធ្វើនូវការសន្មត់ទាំងអស់នោះតើអ្នកទាំងអស់គ្នាស្គាល់អ្វីទៅជាមនុស្សអ្វីទៅជាសត្វអ្វីទៅជាបុគ្គលច្បាស់ពិតប្រាកដដែរទេអ្នកទាំងអស់គ្នាឃើញមានមនុស្សដោយការសម្គាល់ការសន្មត់របស់អ្នកទាំងអស់គ្នាមនុស្សដែលអ្នកទាំងអស់គ្នាបានឃើញនោះគឺមានរូបមនុស្សទាំងអស់នោះមានភ្នែកច្រមុះត្រចៀកអណ្ដាតកាយនិងចិត្តមនុស្សទាំងអស់នោះបានឃើញរូបដោយភ្នែកបានឮសូរសំឡេងដោយត្រចៀកបានធំក្លិនដោយច្រមុះបានទទួលរសដោយអណ្ដាតបានការទទួលដឹងប៉ះពាល់ដោយកាយបានទទួលដឹងថាមានចិត្តចេះត្រេះរិះគិតពិចារណាទទួលនៅអារម្មណ៍ផ្សេងហើយអ្នកទាំងអស់គ្នាឃើញទៀតថាមនុស្សទាំងអស់នោះទទួលនៅសេចក្តីសុខទទួលនៅសេចក្តីទុក្ខកាលបើអ្នកទាំងអស់គ្នាបានឃើញមនុស្សកំពុងមានសេចក្តីសុខមានសេចក្តីសប្បាយរីករាយនោះអ្នកទាំងអស់គ្នាក៏មានសេចក្តីសុខក្នុងការបានឃើញនោះអ្នកទាំងអស់គ្នាក៏មានសេចក្តីស្រឡាញ់កើតឡើងកាលបើអ្នកទាំងអស់គ្នាឃើញមនុស្សកំពុងមានសេចក្តីទុក្ខនោះអ្នកទាំងអស់គ្នាក៏មានសេចក្តីទុក្ខក្នុងការបានឃើញនោះអ្នកទាំងអស់គ្នាក៏មានសេចក្តីអាណិតកើតឡើងតើអ្នកទាំងអស់គ្នាបានដឹងដែរទេថាមនុស្សទាំងអស់នោះមានសេចក្តីសុខដោយសារអ្វីមនុស្សទាំងអស់នោះមានសេចក្តីទុក្ខដោយសារអ្វីអ្នកទាំងអស់គ្នាដឹងច្បាស់ហើយថាធម្មជាតិដែលគេតាក់តែងឲ្យកើតមកមានជីវិតបានពាល់ត្រូវអារម្មណ៍ទាំង6ក៏មានសេចក្តីសុខក្នុងការបានពាល់ត្រូវដោយអារម្មណ៍ទាំង6នោះនេះជាធម្មជាតិរបស់ចិត្តអ្នកទាំងអស់គ្នាត្រូវចាំថាមនុស្សកើតមកមានជីវិតមានអវិជ្ជាគឺការមិនចេះមិនដឹងអំពីលោកនេះតើមេដឹកនាំរបស់អ្នកទាំងអស់គ្នាដែលកើតមកមានជីវិតជាខាងក្រោយហើយទទួលនូវការសន្មត់អំពីបុគ្គលជាន់មុននោះតើពួកគាត់ជាអ្នកស្គាល់ច្បាស់ថាមនុស្សជាអ្វីទៅជាមនុស្សដែរទេហេតុអ្វីបានមានការកើតមកមានជីវិតជាមនុស្សនេះតើពួកគាត់ជាបណ្ឌិតជាអ្នកចេះដឹងជាអ្នកស្រាវជ្រាវជាអ្នកយល់ដឹងជាអ្នកមានបញ្ញាខ្ពង់ខ្ពស់អំពីការកើតមកមានជីវិតនេះអ្វីទៅជាមនុស្សគឺជាអ្វីប្រសិនបើពួកគាត់ជាអ្នកមិនស្គាល់អំពីការកើតមកមានជីវិតជាមនុស្សអំពីមនុស្សជាអ្វីឬអ្វីទៅជាមនុស្សត
តើពួកគាត់កំពុងដឹកនាំមនុស្សដូចម្តេចពួកគាត់ទាំងអស់នោះជឿតាមគ្នារបស់ពួកគាត់ដែលសុទ្ធតែជាមនុស្សអាប់អិតប្រាជ្ញាមិនស្គាល់ច្បាស់អំពីលោកនេះពួកគាត់ដើម្បីគ្រប់គ្រងមនុស្សទាំងអស់នោះបែរជាយកជីវិតមនុស្សទាំងអស់នោះទៅគ្រប់គ្រងរបៀបវិទ្យាសាស្ត្រនយោបាយដែលជាចំណេះដឹងក្នុងការគ្រប់គ្រងមនុស្សហើយជាចំណេះដឹងមួយដែលឲ្យតម្លៃជីវិតមនុស្សទៅតាមការយល់ឃើញរបស់អ្នកគ្រប់គ្រងទាំងអស់នោះដោយប្រើវិទ្យាសាស្ត្រនយោបាយនោះតើសាស្ត្រាចារ្យដែលជាអ្នកចេះដឹងជាបណ្ឌិតដែលអ្នកទាំងអស់គ្នាទទួលស្គាល់ថាជាអ្នកចេះដឹងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនោះតើពួកគាត់ស្គាល់ហេតុនៃការកើតមកជាមនុស្សដែរទេតើពួកគាត់ស្គាល់អំពីអ្វីទៅជាមនុស្សតើមនុស្សជាអ្វីដែរឬទេតើពួកគាត់ស្គាល់អំពីការប្រើប្រាស់កាយនិងចិត្តនេះឲ្យត្រូវតាមហេតុរបស់វាដែរឬទេតើពួកគាត់អាចប្រើប្រាស់កាយនិងចិត្តនេះដើម្បីជួយសង្គ្រោះខ្លួនគាត់នៅពេលដែលពួកគាត់នោះទទួលរងនៅសេចក្តីទុក្ខដោយកាយនិងចិត្តនេះដែរឬទេបើពួកគាត់មិនអាចប្រើប្រាស់កាយនិងចិត្តនេះដើម្បីរំដោះសេចក្តីទុក្ខគាត់ពេលដែលគាត់ជួបសេចក្តីទុក្ខដោយកាយដោយចិត្តតើពួកគាត់ជាមនុស្សដែលចេះដឹងដែរឬទេកាលបើពួកគាត់មិនចេះមិនដឹងក្នុងហេតុហ្នឹងតើពួកគាត់អាចជួយសង្គ្រោះប្រពន្ធកូនឪពុកម្ដាយរបស់ពួកគាត់ឬក៏ញាតិសន្តានរបស់ពួកគាត់ដែរឬទេពួកគាត់ត្រឹមតែជាបុគ្គលរងគ្រោះដោយកាយនិងចិត្តនេះដោយមិនមានវិធីសាស្ត្រក្នុងការរំលត់សេចក្តីទុក្ខដែលកើតអំពីកាយនិងចិត្តនេះហើយត្រឹមជាបុគ្គលដែលស្វែងរករបស់យកមករំងាប់ដូចជាថ្នាំដើម្បីជួយសង្គ្រោះទៅវិញប្រៀបដូចជាប្តីប្រពន្ធដែលឆ្លោះគ្នាហើយព្រឹកឡើងឈឺមានវិបត្តិផ្លូវចិត្តសេចក្តីទុក្ខដោយកាយដោយចិត្តហើយបានទៅរកគ្រូពេទ្យដើម្បីយកថ្នាំមករំងាប់កាយនិងចិត្តនេះដូច្នោះឯងបើដូច្នោះអាចថាគាត់ជាបុគ្គលដែលចេះដឹងដែលអាចដឹកនាំប្រពន្ធកូនឪពុកម្ដាយយាយតាញាតិសន្តានឬជនដទៃកុំឲ្យជួបនៅសេចក្តីទុក្ខទាំងអស់នោះបានទេតើពួកគាត់ដែលជាបណ្ឌិតជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនោះពិតជាស្គាល់អ្វីទៅជាមនុស្សជាអ្វីការកើតមកមានជីវិតជាមនុស្សដែរឬទេប្រៀបដូចជាមេដឹកនាំនិងអ្នកវិទ្យាសាស្ត្រខាងផ្នែកនយោបាយដូច្នោះឯងធ្វើនៅការគ្រប់គ្រងមនុស្សតាមបែបផែននៃការសិក្សាស្រាវជ្រាវអំពីមនុស្សតើអ្នកទាំងអស់គ្នាស្គាល់អ្វីទៅជាមនុស្សនឹងដែរទេអ្នកទាំងអស់គ្នាស្គាល់តែមនុស្សល្ងងអាប់អិតប្រាជ្ញាដែលអ្នកទាំងអស់គ្នាមានអំណាចគ្របសង្កត់ទៅលើពួកគាត់បង្វិលឲ្យពួកគាត់នឹងធ្វើតាមអ្វីរបស់អ្នកទាំងអស់គ្នាទាំងពួកគាត់គ្មានកម្លាំងអំណាចក្នុងការតវ៉ាដោយខ្លាចនៅសេចក្តីទុក្ខញោមញីអ្នកធ្វើជាមនុស្សជាមេដឹកនាំគេជាមេដឹកនាំមនុស្សបែរជាអ្នកទាំងអស់គ្នាមិនស្គាល់អ្វីទៅជាមនុស្សមិនស្គាល់មនុស្សជាអ្វីមិនស្គាល់ហេតុអ្វីកើតមកមានជីវិតជាមនុស្សនេះតើអ្នកអាចបង្រៀនកូនចៅរបស់អ្នកគ្នារបស់អ្នកឬក៏មនុស្សជំនាន់ក្រោយបានយ៉ាងដូចម្តេចបានការសន្មតដែលអ្នកទាំងអស់គ្នាកំណត់ថានេះជាមនុស្សហើយអ្នកទាំងអស់គ្នាក៏ដឹងច្បាស់ដែរថាមនុស្សកើតមកគឺមានអវិជ្ជាគឺការមិនចេះមិនដឹងហើយមនុស្សទាំងអស់នោះកើតមកមានជីវិតគ្រប់ជ្រុងជ្រោយនៃផែនដីក៏ទទួលនឹងការពាល់ត្រូវដោយអារម្មណ៍ទាំង6នោះដោយការបានឃើញបានឮបានដឹងតាមតិចតាមច្រើន
និងជាមួយនឹងការយល់ឃើញរបស់លោកនេះដែលបានមកអំពីមនុស្សជាន់មុនចុះបើមនុស្សជាន់មុនដែលកើតមកមានជីវិតមុនមានអវិជ្ជាធ្វើនៅការសន្មតក្នុងហេតុទាំងអស់នោះអស់កាលដ៏យូរមកហើយអ្នកទាំងអស់គ្នាក៏ទទួលនៅការសន្មតនោះថាពិតហើយក៏អ្នកទាំងអស់គ្នាក៏មានការយល់ឃើញទៅតាមបុគ្គលជាន់មុនទាំងអស់នោះអស់កាលដ៏យូរតើអ្នកទាំងអស់គ្នាកំពុងដឹកនាំគ្នាទៅកាន់ទីណាបើការយល់ឃើញនោះជាការយល់ឃើញខុសចំពោះការសន្មតនៃការកើតនិងការស្លាប់របស់មនុស្សក្នុងលោកនេះអ្នកទាំងអស់គ្នាយកអ្វីទៅកំណត់យកការបានឃើញរបស់អ្នកទាំងអស់គ្នាហ្នឹងប្រសិនជាយកកំណត់នៃការបានឃើញរបស់មនុស្សទូទៅតើមនុស្សទូទៅហ្នឹងជាមនុស្សកើតមកមានបញ្ញាជាមនុស្សចេះដឹងឬដូចអ្នកឃើញស្រាប់ហើយបុគ្គលម្នាក់ក្មេងម្នាក់ដែលកើតមកមានជីវិតក្មេងហ្នឹងក៏រស់នៅសប្បាយរីករាយតាំងអំពីក្មេងរហូតដល់វ័យធំធ្វើកិច្ចការងារផ្សេងរហូតទៅដល់វ័យចាស់ជរាហើយអ្នកទាំងអស់គ្នាទៅសួរគាត់ថាអ្វីទៅជាការកើតមកមានជីវិតអ្វីទៅជាសេចក្តីស្លាប់តើអ្នកទាំងអស់គ្នាបើសិនជាប្រើត្រឹមតែជាការឃើញរបស់អ្នកទាំងអស់គ្នាដែលជាមនុស្សទូទៅហ្នឹងមិនបានសិក្សាមិនបានស្វែងយល់ហ្នឹងតើការឆ្លើយរបស់អ្នកទាំងអស់គ្នាហ្នឹងប្រៀបដូចជាកូនក្មេងម្នាក់ដែលចាស់ទៅនឹងដែរទេមានន័យថាគាត់បានឃើញអ្វីប៉ុណ្ណាគាត់នឹងនិយាយប៉ុណ្ណឹងប្រសិនបើមនុស្សទាំងអស់គ្នាដែលកើតមកមានជីវិតយកការសន្មតត្រឹមតែការបានឃើញហ្នឹងនោះអ្នកទាំងអស់គ្នាក៏មិនអាចកំណត់នៅសមាសធាតុរបស់ខ្យល់របស់ទឹករបស់ដីរបស់រ៉ែរបស់ភ្លើងឬក៏សមាសធាតុផ្សេងនៅក្នុងលោកនេះបានដែរពីព្រោះថាគេបង្កើតឲ្យអ្នកទាំងអស់គ្នាមកមានភ្នែកត្រឹមតែឃើញប៉ុណ្្នឹងតែចុះអ្នកទាំងអស់គ្នាទៅខំប្រឹងស្វែងរកអ្វីទៀតអញ្ចឹងបានខ្ញុំនិយាយថាបើសិនជាអ្នកទាំងអស់គ្នាយកនៅការត្រឹមតែបានឃើញគឺអ្នកទាំងអស់គ្នាមិនអាចដឹងចម្លើយទាំងអស់នោះបានទេដើម្បីដឹងរឿងការពិតអ្វីមួយក្នុងលោកនេះគឺអ្នកទាំងអស់គ្នាត្រូវការបានឃើញនឹងការចម្រើននៅបញ្ញាហើយធម្មជាតិរបស់ចិត្តនិសោតក៏អាចបង្កើតនៅបញ្ញាយល់ដឹងអំពីហេតុផលទាំងឡាយក្នុងលោកនេះដោយការត្រេះរិះពិចារណាអំពីហេតុផលរបស់សកម្មភាពឬកម្មទាំងហេតុផលរបស់សកម្មភាពឬកម្មនៃការកើតឡើងនិងការរលត់ទៅដូចជាការកើតឡើងនិងការរលត់ទៅនៃសកម្មភាពឬកម្មរបស់រូបរបស់សំឡេងរបស់ពន្លឺរបស់ល្បឿនរបស់ទឹករបស់ដីរបស់ភ្លើងរបស់ខ្យល់របស់អាកាសរបស់ធម្មពលនិងបញ្ញាដើម្បីដឹងហេតុផលដ៏ច្រើនទៀតក្នុងការបានឃើញបានឮបានដឹងដោយការពាល់ត្រូវអារម្មណ៍ទាំង6នោះអ្នកទាំងអស់គ្នាក៏កំណត់សម្គាល់ថាបុគ្គលដែលមានបញ្ញាដឹងហេតុផលការពិតនៃការពាល់ត្រូវអារម្មណ៍ទាំង6នោះហៅថាជាអ្នកចេះដឹងហៅថាជាអ្នកប្រាជ្ញហៅថាជាសាស្ត្រាចារ្យអ្នកចេះដឹងផ្នែករូបវិទ្យាផ្នែកគីមីវិទ្យាផ្នែកជីវសាស្ត្រវិទ្យាផ្នែកវិទ្យាសាស្ត្រវិទ្យានិងផ្នែកវិទ្យាដទៃទៀតដ៏ច្រើនក្នុងលោកនេះដែលអ្នកទាំងអស់គ្នាបានកំណត់ហើយ
បុគ្គលទាំងអស់នោះហើយគឺជាអ្នកចេះដឹងគឺជាអ្នកប្រាជ្ញគឺជាបណ្ឌិតដែលអ្នកទាំងអស់គ្នាបានសន្មត់ជាវិជ្ជាដែលមាននៅក្នុងលោកនេះចំណែកឯមនុស្សមួយក្រុមដែលកំពុងដឹកនាំមនុស្សក្នុងសង្គមជាតិដឹកនាំមនុស្សទៅកាន់ទីណាទាំងពួកគាត់មិនស្គាល់ច្បាស់ថាអ្វីទៅជាមនុស្សទាំងពួកគាត់មិនមែនជាអ្នកចេះដឹងមិនមែនជាបណ្ឌិតមិនមែនជាអ្នកប្រាជ្ញដែលស្គាល់ច្បាស់អំពីហេតុផលការពិតទាំងអស់នោះតើមេដឹកនាំនិងក្រុមបព្វពួករបស់មេដឹកនាំទាំងអស់នោះជាអ្នកចេះដឹងជាបណ្ឌិតជាអ្នកប្រាជ្ញស្គាល់ច្បាស់អំពីហេតុផលទាំងអស់នោះដែរឬទេតើពួកគាត់ដែលធ្លាប់រៀនសិក្សាពិចារណាអំពីហេតុផលទាំងអស់នោះដែរឬទេតើពួកគាត់ជាបុគ្គលចេះដឹងជាបណ្ឌិតជាអ្នកប្រាជ្ញជាអ្នកមានបញ្ញាស្គាល់ការពិតនៃការកើតឡើងរបស់លោកនេះដែរឬហេតុនៃការកើតមកមានជីវិតជាមនុស្សនេះឬថាមនុស្សនេះជាអ្វីហើយអ្វីទៅជាមនុស្សកាលបើពួកគាត់មិនមែនជាបុគ្គលចេះដឹងជាបណ្ឌិតជាអ្នកប្រាជ្ញដែលស្គាល់អំពីហេតុនៃការកើតមកមានជីវិតជាមនុស្សឬមនុស្សជាអ្វីឬអ្វីទៅជាមនុស្សតើពួកគាត់កំពុងធ្វើរឿងអ្វីក្នុងលោកនេះតើពួកគាត់កំពុងដឹកនាំមនុស្សទាំងឡាយក្នុងលោកនេះក្នុងសង្គមជាតិនេះដើម្បីអ្វីដោយអ្នកទាំងអស់គ្នាឃើញស្រាប់ហើយថាកាលបើអ្នកទាំងអស់គ្នាកើតមកមានជីវិតជាមនុស្សហើយក៏ឃើញនឹងការសន្មត់របស់បុគ្គលជាន់មុនថាពិតថាមានមនុស្សពិតថាមានសត្វពិតថាមានបុគ្គលពិតនោះអ្នកទាំងអស់គ្នាក៏ធ្វើនឹងការរីករាយនឹងការប្រស្រ័យជាមួយនឹងមនុស្សសត្វបុគ្គលទាំងអស់នោះដោយសេចក្តីសប្បាយរីករាយត្រេកត្រអាលក្នុងការបានឃើញគ្នាក្នុងការបានជួបគ្នាក្នុងការបានប្រស្រ័យជាមួយគ្នានិងការធ្វើកិច្ចទាំងឡាយដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសប្បាយរីករាយរវាងគ្នានឹងគ្នាទាំងពួកគាត់ទាំងអស់នោះមិនស្គាល់ច្បាស់អំពីកាយនេះក្តីមិនស្គាល់ច្បាស់អំពីចិត្តនេះក្តីទាំងមិនអាចប្រើកាយនេះនិងចិត្តនេះឲ្យត្រូវតាមសភាវៈធម៌ដើម្បីមិនឲ្យមានទុក្ខទោសក្នុងលោកនេះតើមេដឹកនាំនោះឬក្រុមរបស់មេដឹកនាំនោះធ្វើការដឹកនាំមនុស្សសត្វក្នុងលោកនេះដោយរបៀបណាទៅព្រោះថាពួកគាត់មិនស្គាល់ធម៌របស់កាយនេះក្តីមិនស្គាល់ធម៌របស់ចិត្តនេះក្តីដើម្បីប្រព្រឹត្តទៅកុំឲ្យមានទុក្ខទោសទោមនស្សហើយពួកគាត់ទាំងអស់នោះក៏មិនដឹងនៅសេចក្តីទុក្ខក្នុងលោកនេះមិនដឹងហេតុនៃការកើតឡើងនៃទុក្ខក្នុងលោកនេះមិនដឹងហេតុនៃការរលត់ទៅនៃទុក្ខក្នុងលោកនេះនិងមិនដឹងផ្លូវនៃការរលត់ទៅនៃទុក្ខក្នុងលោកនេះបើមេដឹកនាំទាំងអស់នោះនិងក្រុមរបស់មេដឹកនាំទាំងអស់នោះមិនស្គាល់ហេតុនៃការកើតមកមានជីវិតជាមនុស្សនេះមិនស្គាល់អ្វីទៅជាមនុស្សមិនស្គាល់មនុស្សជាអ្វីតើពួកអ្នកទាំងអស់នោះកំពុងដឹកនាំមនុស្សក្នុងសង្គមជាតិនេះទៅកាន់ទីណាប្រសិនបើមេដឹកនាំឬក្រុមរបស់មេដឹកនាំនោះស្គា
គាល់អំពីសេចក្តីទុក្ខក្នុងលោកនេះស្គាល់អំពីហេតុដែលនាំឲ្យកើតទុក្ខក្នុងលោកនេះស្គាល់អំពីហេតុនៃការរលត់ទៅនៃទុក្ខក្នុងលោកនេះនិងស្គាល់ផ្លូវឬវិធីសាស្ត្រនាំឲ្យរលត់ទុក្ខទាំងអស់ក្នុងលោកនេះបាននោះមេដឹកនាំនោះឬក្រុមរបស់មេដឹកនាំនោះនឹងដឹកនាំត្រូវក្នុងការកើតមកមានជីវិតជាមនុស្សនេះនឹងដឹកនាំនៅកិច្ចដែលប្រព្រឹត្តត្រូវក្នុងការកើតមកជាមនុស្សនេះពួកមេដឹកនាំទាំងអស់នោះឬពួកក្រុមនៃមេដឹកនាំទាំងអស់នោះកាលបើមានសេចក្តីទុក្ខព្រោះហេតុអ្វីហើយគឺត្រូវតែត្រេះរិះនឹងពិចារណាក្នុងហេតុនោះដើម្បីកុំឲ្យបុគ្គលជាន់ក្រោយដែលកើតមកជាមនុស្សជាខាងក្រោយធ្វើតម្រាប់តាមប្រព្រឹត្តតាមដែលនាំឲ្យកើតនៅសេចក្តីទុក្ខឧបមាថាពួកគាត់មានលោភៈកើតឡើងចង់បានតំណែងចង់បានឋានៈចង់បានលាភចង់បានយសចង់បានសេចក្តីសុខក្នុងកាមគុណទាំង5ពួកគាត់ទាំងអស់នោះក៏ធ្វើកិច្ចផ្សេងក្នុងការបៀតបៀនជីវិតក្តីក្នុងការកុហកលួចបន្លំក្តីដោយពួកគាត់ទាំងអស់នោះដឹងច្បាស់ថាកិច្ចរបស់ពួកគាត់ដែលធ្វើនោះគឺជាកិច្ចខុសដែលបុគ្គលទាំងឡាយក្នុងលោកនេះប្រសិនបើដឹងហើយពួកគាត់នឹងជួបនៅសេចក្តីតក់ស្លុតសេចក្តីផិតភ័យសេចក្តីខ្លាចដែលរងទុក្ខអស់យប់និងថ្ងៃដ៏យូរអង្វែងដរាបប្រលត់សាបសូន្យទៅតែដោយសារលោកនេះមានធម៌របស់ធម្មជាតិដែលកើតរលត់ទៅជាធម្មតាកាលបើពួកគាត់កើតទុក្ខហើយពួកគាត់ក៏រលត់ទុក្ខវិញទៅជាធម្មតាដោយការសប្បាយរីករាយជាមួយនឹងអារម្មណ៍ផ្សេងពួកគាត់ទាំងអស់នោះក៏ភ្លេចនៅហេតុទាំងឡាយកាលអំពីមុនបាត់ទៅតើពួកគាត់ជាបុគ្គលអ្នកចេះដឹងជាអ្នកប្រាជ្ញជាបណ្ឌិតដែលអាចដឹកនាំបុគ្គលដទៃឲ្យរួចផុតអំពីសេចក្តីទុក្ខទាំងអស់នោះក្នុងលោកនេះបានដែរឬពួកគាត់ត្រឹមជាបុគ្គលដែលចេះតែដឹកនាំគ្នាទៅតាមអំណាចនៃសេចក្តីសប្បាយរីករាយនិងសេចក្តីត្រេកអរក្នុងលោកនេះតើពួកគាត់ទាំងអស់នោះនឹងព្រានប្រដៅកូនប្រពន្ធឪពុកម្ដាយយាយតាកូនចៅបានយ៉ាងដូចម្ដេចតើពួកគាត់នឹងព្រានប្រដៅបុគ្គលដទៃដូចម្ដេចបើពួកគាត់ជាបុគ្គលរងគ្រោះដោយកិលេសរបស់ខ្លួនហើយមានសេចក្តីញាប់ញ័រក្នុងកិលេសរបស់ខ្លួនជាលំដាប់ដោយកម្មរបស់ខ្លួនដែលបានសាងមកនោះតើពួកគាត់អាណិតបុគ្គលជាន់ក្រោយដែលកើតមកមានជីវិតជាខាងក្រោយត្រូវរងទុក្ខទោសដូចពួកគាត់ដែរឬទាំងអស់នេះខ្ញុំចង់ប្រាប់ទៅកាន់មេដឹកនាំទាំងអស់និងក្រុមនៃមេដឹកនាំទាំងអស់នោះឲ្យបានដឹងថាអ្នកទាំងអស់គ្នាមិនមែនជាបណ្ឌិតមិនមែនជាអ្នកប្រាជ្ញមិនមែនជាអ្នកចេះដឹងស្គាល់ច្បាស់អំពីលោកនេះទាំងមិនស្គាល់ច្បាស់អំពីការកើតមកមានជីវិតជាមនុស្សនេះទាំងមិនស្គាល់ច្បាស់អំពីអ្វីទៅជាមនុស្សនេះទាំងមិនស្គាល់ច្បាស់មនុស្សជាអ្វីទៅតើអ្នកទាំងអស់គ្នានោះកំពុងធ្វើតាមបុគ្គលណាក្នុងលោកនេះកាលបើអ្នកទាំងអស់គ្នាធ្វើតាមបុគ្គលក្នុងលោកនេះតើបុគ្គលក្នុងលោកទាំងអស់នោះជាអ្នកចេះដឹងជាអ្នកប្រាជ្ញជាបណ្ឌិត
ជាសប្បុរសស្គាល់ច្បាស់ដឹងច្បាស់ថាអ្វីទៅជាមនុស្សនេះថាមនុស្សនេះជាអ្វីថាការកើតមកមានជីវិតជាមនុស្សនេះដើម្បីអ្វីប្រៀបបានដូចជាអ្នកទាំងអស់គ្នាជាបុគ្គលជាន់ក្រោយឬត្រឹមជាកូនឬត្រឹមជាចៅឬត្រឹមជាក្មួយហើយក៏ធ្វើនៅការគោរពរាប់អាននៅការជឿការយល់ឃើញរបស់បុគ្គលទាំងអស់នោះមានដូចជាយាយតាឪពុកម្ដាយបងប្អូនអ៊ំពូមីងនិងញាតិដទៃឬមនុស្សដទៃទៀតទាំងអ្នកបានឃើញច្បាស់ថាពួកគាត់ទាំងអស់នោះមិនមែនជាអ្នកចេះដឹងមិនមែនជាបណ្ឌិតមិនមែនជាអ្នកប្រាជ្ញមិនមែនជាអ្នកស្គាល់ច្បាស់អំពីលោកនេះឡើយបែរជាអ្នកទាំងអស់គ្នាធ្វើតាមពួកគាត់ទាំងអស់នោះពួកបុគ្គលណាមិនដឹងច្បាស់នៅទុក្ខផងនៅហេតុនាំឲ្យកើតទុក្ខផងនៅទីរលត់ទុក្ខសពគ្រប់ឥតមានសេសសល់ផងមិនដឹងច្បាស់នៅផ្លូវប្រព្រឹត្តទៅកាន់ទីស្ងប់រងាប់ទុក្ខនោះផងពួកបុគ្គលនោះរមែងសាបសូន្យចាកចេតាវិមុតតិនិងបញ្ញាវិមុតតិពួកបុគ្គលនោះមិនគួរធ្វើទីបំផុតនៃទុក្ខបានឡើយពួកបុគ្គលនោះចូលទៅកាន់ជាតិនិងចរិយាដោយពិតលុះតែពួកបុគ្គលណាដឹងច្បាស់នៅទុក្ខផងនៅហេតុនាំឲ្យកើតទុក្ខផងនៅទីរលត់ទុក្ខសពគ្រប់ឥតមានសេសសល់ផងដឹងច្បាស់នៅផ្លូវប្រព្រឹត្តទៅកាន់ទីស្ងប់រងាប់ទុក្ខនោះផងទើបបរិបូរណ៍ដោយចេតាវិមុតតិនិងបញ្ញាវិមុតតិពួកបុគ្គលនោះគួរធ្វើនៅទីបំផុតនៃទុក្ខបានពួកបុគ្គលនោះមិនចូលទៅកាន់ជាតិនិងចរិយាឡើយ